បាទជម្រាបសួរបងប្អូនបាទអ៊ីបងប្អូនបងប្អូនបាទពេជ្រសង្ហៈគឺថាពេជ្រសង្ហៈនោះគឺថាគាត់គឺថាឆេវឆាវបាទឆេវឆាវបាទឃើញហាប់ខាផ្ដួលសិស្សប្អូនពេជ្ររស្មីគឺបាទគឺថានៅមិនស្ងៀមក៏ត្រូវតែសងសឹកបាទអូខេឥឡូវការសងសឹកការជួបគ្នាគឺបានសម្រេចហើយបាទអ្នករៀបចំគឺរៀបចំឲ្យបានជួបគ្នាហើយនឹងពេលក្នុងពេលឆាប់នេះបាទនឹងជួបគ្នាក្នុងពេលឆាប់នេះថាតើសម្រាប់បងប្អូនវិញបងប្អូនយល់យ៉ាងណាដែរថាតើពេជ្រសង្ហៈអាចសងសឹកឲ្យសិស្សប្អូនបានដែរឬទេបាទព្រោះហាប់ខាក៏កីឡាមិនអន់ប្រហែលដែរមិនណយដែរបាទប្រកាសទេជឿជាក់ទេពេជ្រសង្ហៈថានឹងអាចធ្វើបានបាទសម្រាប់បងប្អូនអាចខមមិនមកលេងមកបាទថាតើពេជ្រសង្ហៈអាចធ្វើបានដែរឬទេបើសម្រាប់រូបខ្ញុំដែលខ្ញុំធ្លាប់ស្គាល់ពេជ្រសង្ហៈហើយនឹងតាមដានការប្រយុទ្ធរបស់ពេជ្រសង្ហៈខ្ញុំគិតថាពេជ្រសង្ហៈនឹងអាចធ្វើបានបាទធ្វើបាន 100% បាទនឹងអាចធ្វើបាន 100% ព្រោះអីយើងដឹងហើយជំហរនៃការប្រកួតរបស់ពេជ្រសង្ហៈគឺមិនងាយអ្នកណាវាយពេជ្រសង្ហៈសឡប់ទេបាទមានតែមហាម៉ាត់មួយគត់ដែលអាចធ្វើព្យុះធ្វើភ្លៀងទៅលើពេជ្រសង្ហៈបានបាទជាការកីឡាមកពីក្រៅប្រទេសគឺចប់បាទចូលមកគឺស្ពៃចូលមកគឺស្ពៃអញ្ចឹងបានខ្ញុំថាពេជ្រសង្ហៈកីឡាមួយគឺជាកីឡាដែលល្អប៉ុន្តែទៅមិនរួចជាមួយមហាម៉ាត់ទៅមិនរួចទេទៅមិនរួចទាំងយ៉ាងម៉េចវាយយ៉ាងម៉េចក៏ទៅមិនរួចនៅទៅប៉ុណ្ណឹងបាទមិនអាចទេតែជាមួយហាប់ខាជឿជាក់ថាពេជ្រសង្ហៈនឹងអាចធ្វើបានបាទហើយសូមឲ្យបងប្អូនអ្នកគ្រប់គ្រងទាំងអស់រងចាំតាមដានមើលថាតើពេជ្រសង្ហៈអាចសងសឹកបានដែរឬទេចំពោះខ្ញុំដូចខ្ញុំជម្រាបពីមុនពីដំបូងអញ្ចឹងថាគឺពេជ្រសង្ហៈនឹងអាចធ្វើបាន 100% បាទភាពជោគជ័យរបស់ពេជ្រសង្ហៈនឹងទទួលបាន 100% បាទហើយនិយាយនេះមិនមែនក្នុងន័យថាហាប់ខានឹងគ្មានដៃគ្មានជើងទេបាទហាប់ខាគឺជាកីឡាករល្អមួយរូបដែរប៉ុន្តែសំទុះនៃការប្រយុទ្ធគឺរឹងតាន់មិនដល់ពេជ្រសង្ហៈទេបាទពេជ្រសង្ហៈក៏រឹងហើយក៏តាន់ទៀតបាទគឺល្អណាស់បាទហើយយើងពិនិត្យមើលប្រហែលថ្ងៃនេះឃើញសំទុះនៃការសមដៃរបស់ពេជ្រសង្ហៈជាមួយកបីព្រៃមិនធម្មតាទេបងប្អូនបាទម៉ាក់ទៅម៉ាំងមកម៉ាំងវិលអីហ្នឹងរីខ្លួនណាពីអ្នកបងប្អូនហ្នឹងគឺថាល្អតាន់ល្អបាទហើយសរុបសេចក្តីមកគឺការជួបគ្នារវាងពេជ្រសង្ហៈនិងហាប់ខាក្នុងន័យសងសឹកឲ្យសិស្សប្អូនពេជ្ររស្មីខ្ញុំជឿជាក់ថាពេជ្រសង្ហៈនឹងធ្វើបាន100% បាទសូមអរគុណសូមជម្រាបលាបាទឲ្យតែតាន់ឲ្យតែតាន់បាទឲ្យតែតាន់ហើយកណ្ដាប់ដៃធ្ងន់នឹងអាចធ្វើបានហើយបាទសងសឹកបានហើយ